យុបមួយដែលមើលទៅដូចជាយុបធម្មតាក្នុងទីក្រុងដ៏ស្ងប់ស្ងាត់មួយនៅឯសហរដ្ឋអាមេរិកប៉ូលីសបានទទួលសញ្ញាអាសន្នពីផ្ទះនិស្សិតមួយកន្លែងវាគឺជាសញ្ញាអាសន្នដែលរោទតាក់ទងនឹងអគ្គិភ័យអញ្ចឹងនៅពេលដែលប៉ូលីសចុះទៅដល់ទីតាំងកន្លែងកើតហេតុអ្វីដែលពួកគេបានឃើញខុសពីការរំពឹងទុកនៅទីនោះគឺមិនមានអគ្គិភ័យអ្វីនោះទេប៉ូលីសក៏បានចូលដល់ក្នុងផ្ទះហើយក៏បានចូលដល់ខាងក្រោមបន្ទប់ដ៏ងងឹតមួយហេតុផលដែលប៉ូលីសចូលដល់ខាងក្រោមបន្ទប់ដ៏ងងឹតហ្នឹងគឺដោយសារតែគេតាមរកសញ្ញាអាសន្នដែលរោចេញមកតាមហ្នឹងអញ្ចឹងនៅពេលដែលគេចូលដល់ខាងក្រោមហ្នឹងទៅអ្វីដែលគេបានឃើញគឺភ្ញាក់ផ្អើលខ្លាំងមែនទែនអ្នកទាំងគ្នាគឺសុទ្ធតែជាយុវជនដែលនាំគ្នាឈរនៅកន្លែងបន្ទប់ដ៏ងងឹតមួយហើយភ្នែករបស់ពួកគេគឺត្រូវបានយកកណាត់បិទឆឹងតែម្ដងវាមើលទៅដូចជាការធ្វើពិធីសាសនាមួយអញ្ចឹងហើយពួកគេមិននិយាយសូម្បីតែមួយម៉ាត់នៅពេលហ្នឹងប៉ូលីសក៏បាននិយាយថាយើងគឺជាប៉ូលីសតើពួកអ្នកឯងកំពុងតែធ្វើអ្វីហ្នឹងទោះបីជាប៉ូលីសនិយាយបែបហ្នឹងយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនតបតជាមួយប៉ូលីសដែរគឺនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលតើវាជាពិធីសាសនាឬក៏ជាក្រុមសាសនាសម្ងាត់ឬក៏ជាពិធីសាកល្បងអ្វីមួយឥឡូវខ្ញុំនាំអ្នកទាំងនេះមកជួបការពិតនៅរឿងនេះហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះវាបានកើតឡើងនៅយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2024ហើយវាបានកើតឡើងក្នុងផ្ទះសមាគមនិស្សិតមួយកន្លែងដែលមានទីតាំងជិតសាកលវិទ្យាល័យ Iowa សហរដ្ឋអាមេរិកយប់នោះប្រព័ន្ធ Fire Alarm ឬក៏យើងនិយាយថាសញ្ញាអាសន្នអគ្គិភ័យគឺបានរោឡើងហើយក៏បានបញ្ជូនទៅកាន់ប៉ូលីសក្នុងតំបន់អ្នកទាំងនេះមានឆ្ងល់ហេតុអីក៏សញ្ញាអាសន្នរោក្នុងផ្ទះសោះដឹងដល់ប៉ូលីសក្នុងតំបន់គឺវាចែកអ្នកទាំងនេះចំពោះនៅសហរដ្ឋអាមេរិកអគារធំៗឬក៏ផ្ទះសមាគមឬក៏ផ្ទះដែលមានមនុស្សរស់នៅច្រើនណាគេតែងតែ connect អូតូទៅកាន់គេហៅថា Emergency Dispatch Center ឬក៏បកប្រែជាភាសាខ្មែរយើងហៅថាទីបញ្ជាការអាសន្នអញ្ចឹងនៅពេលណាដែលសញ្ញាអាសន្នវារោឡើងគឺកើតឡើងដោយសារតែអ្នកទាំងគ្នាឃើញអាសយោទឹកនៅអញ្ចឹងគេបាញ់មកស៊ូដូចទឹកភ្លៀងហ្នឹងអញ្ចឹងនៅពេលដែលវាចេញមកហ្នឹងហើយគឺវាបញ្ជូនសញ្ញាអាសន្នអូតូទៅកាន់ទីបញ្ជាការអាសន្នអញ្ចឹងនៅពេលហ្នឹងមិនបាច់មានអាគារទេប្រាប់ប៉ូលីសក៏ប៉ូលីសគេដឹងដែរចំពោះទីបញ្ជាការអាសន្នគឺមានពីរអង្គភាពក្នុងការ control ទី1គឺប៉ូលីសក្នុងតំបន់ទី2គឺអ្នកផលិតអគ្គិភ័យអញ្ចឹងនៅពេលដែលសញ្ញាអាសន្នបញ្ជូនមកប្រកាសជាមានមួយអង្គភាពទៅដល់ទីតាំងកន្លែងកើតហេតុមុនគេហើយបើមិនអ្នកផលិតអគ្គិភ័យក៏ប៉ូលីសដែរនៅពេលដែលប៉ូលីសទៅដល់ទីតាំងកើតហេតុគេក៏បានស្វែងរកតាមសញ្ញាអាសន្នដែលបានបញ្ជូនមកអញ្ចឹងនៅពេលហ្នឹងគេបានចូលដល់ក្នុងផ្ទះហ្នឹងគឺអត់មានអ្នកគេនៅទេអ្នកទាំងគ្នាគេក៏បានចូលដល់បន្ទប់ក្រោមដីតាមសញ្ញាអាសន្នដែលគេមើលតាមម៉ាស៊ីនរបស់គេហ្នឹងណាអញ្ចឹងនៅពេលគេទៅដល់ទីនោះគឺភ្ញាក់ផ្អើលខ្លាំងមែនទែននេះគឺជាបន្ទប់ក្រោមដីមួយដែលងងឹតសូនសុងតែម្ដងអ្នកទាំងគ្នាមើលបានតាមវីដេអូហ្នឹងគឺជាគេហៅថា body cam គឺកាមេរ៉ាដែលភ្ជាប់ជាមួយនឹងប៉ូលីសអញ្ចឹងនៅពេលហ្នឹងគឺងងឹតសូនសុងហើយប៉ូលីសក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនតើវាជាអ្វីពិតប្រាកដប៉ូលីសក៏បានសួរថានេះគឺជាប៉ូលីសតើអ្នកកំពុងធ្វើអ្វីហើយមានមនុស្សនៅពេលហ្នឹងប្រហែលជាខ្ទង់50នាក់ទៅ60នាក់ជាងគឺសុទ្ធតែជាមនុស្សប្រុសទាំងអស់ហើយពួកគេត្រូវបានចងកសែងនៅភ្នែកអត់និយាយសូម្បីតែមួយម៉ាត់ដំបូងប៉ូលីសគិតថាគឺជាពិធីសាសនាមួយប៉ុន្តែដើម្បីអស់ចម្ងល់ប៉ូលីសម្នាក់ក៏បានដើរចូលទៅដល់ចិត្តយុវជនម្នាក់ហើយក៏បានដកកសែងចេញពីភ្នែករបស់ពួកគេពេលដែលដកកសែងចេញពីភ្នែកយុវជនខ្លះហើយយុវជនខ្លះក៏បានសួរទៅកាន់ប៉ូលីសវិញថាតើអ្នកឯងមកទីនេះដើម្បីអ្វីហើយកំពុងធ្វើអ្វីនៅទីនេះប៉ូលីសក៏បានតបវិញថាគេមកទីនេះតាមសញ្ញាអាសន្នដែលបានប្រកាសចេញមកអញ្ចឹងនៅពេលហ្នឹងក៏មានយុវជនម្នាក់ដើរចេញមកដល់ក៏បានបញ្ជូនទៅកាន់ប៉ូលីសថាចែកនេះមិនមែនជាពិធីសាសនាងងឹតអីទេគ្រាន់តែជាពិធីសាកល្បងដែលគេហៅថា Hazing តែប៉ុណ្ណោះ Hazing គឺជាប្រពៃណីមួយក្នុងសមាគមនិស្សិតខ្លះៗនៅឯសហរដ្ឋអាមេរិកដែលសមាជិកថ្មីត្រូវធ្វើការសាកល្បងឬក៏ត្រូវធ្វើអ្វីដែលលំបាកមុននឹងពួកគេអាចចូលជាសមាជិកពេញលេញហើយពិធីនេះត្រូវបានធ្វើដោយសមាគមមួយដែលគេហៅថា Alpha Delta Phi តើការធ្វើ Hazing ប៉ះពាល់ឬក៏មានគ្រោះថ្នាក់ដល់ជីវិតដែរទេចម្លើយពិតជាមានអ្នកទាំងគ្នាការពីដតការចំពោះសមាគមនិស្សិតនៅសហរដ្ឋអាមេរិកគឺនិយមលេងអាហ្នឹងមែនទែនលក្ខណៈថាគេធ្វើតគ្នាអញ្ចឹងនៅពេលហ្នឹងគឺធ្វើឲ្យបាត់បង់ជីវិតមនុស្សក៏មានដែរហើយក៏ធ្វើឲ្យមនុស្សរបួសផងដែរអញ្ចឹងនៅពេលហ្នឹងចំពោះសាកលវិទ្យាល័យជាច្រើនគឺបាន ban កម្មវិធីមួយហ្នឹងសាកលវិទ្យាល័យជាច្រើនគឺបានហាមឃាត់វាប៉ុន្តែអ្នកខ្លះក៏នៅតែលួចធ្វើអញ្ចឹងណាគឺគេពេញនិយមមែនតើបន្ទាប់ពីមានមនុស្សម្នាក់គឺបានបញ្ជូនទៅកាន់ប៉ូលីសហើយប៉ូលីសក៏បានសួរនាំច្រើនអញ្ចឹងទៅពួកគេក៏បានយល់នៅអ្វីដែលពួកគេបានធ្វើហើយប៉ូលីសក៏បានស្នើសុំពួកគេគឺបញ្ឈប់នៅពិធីនឹងភ្លាមៗតែម្ដងអញ្ចឹងនៅពេលហ្នឹងពួកគេក៏បានយល់ព្រមដើម្បីបញ្ឈប់កម្មវិធីទាំងអស់បន្តមកទៀតនៅពេលដែលរឿងចាប់បានល្បីហើយខាងសាកលវិទ្យាល័យក៏បានបើកការស៊ើបអង្កេតទៅលើរឿងមួយនឹងហើយគេក៏បានរកឃើញថាវាគ្រាន់តែជាពិធី Hazing ធម្មតាតែប៉ុណ្ណោះមិនមែនជាពិធីសាសនាផ្លូវងឹតអ្វីនោះទេបន្តមកទៀតសាកលវិទ្យាល័យក៏បានផ្អាកសកម្មភាពរបស់សមាគម Alpha Delta Phi នឹងហើយកំពុងពិនិត្យមើលផ្លូវច្បាប់បន្ថែមទៀតតាមពិតទៅយើងប្រហែលជាមិនបានដឹងរឿងនេះទេអ្នកទាំងគ្នាពីព្រោះរឿងនេះបានកើតឡើងកាលពីឆ្នាំ2024ហើយវីដេអូចំពោះ Body Cam ហ្នឹងមិនត្រូវបានខាងប៉ូលីសគេបញ្ចេញជាសាធារណៈទេរហូតដល់តែប្រហែលជាខ្ទង់ដើមឆ្នាំ2026ហ្នឹងទើបគេបានឃើញវីដេអូហ្នឹងគឺអត់ដឹងថាបែកធ្លាយបែបម៉េចទេហើយក៏បាន viral មែនទែន